លោក Bruce Lee គឺជាកម្ពុជាតារាចិនដ៏ល្បីល្បាញដែលកម្ពុជាយើងស្គាល់គាត់ថាលោក Lee Hsien Loong គឺជាតារាកម្ពុជាក្បាច់គុណប្រចាំប្រទេសចិនហើយនៅក្នុងពិភពលោកនរណាក៏ស្គាល់ក៏ដែរប៉ុន្តែប្រហែលជាមនុស្សមិនច្រើនទេដែលស្គាល់គាត់ថាគាត់ក៏ជំនួសម្នាក់ដែលសម្បូរទៅដោយគំនិតនិងមេរៀនល្អៗសម្រាប់ជីវិតនៅក្នុងវីដេអូនេះគឺខ្ញុំនឹងចែកចាយនៅមេរៀននិងគំនិតល្អៗពីលោក Lee Hsien Loong ដែលលោកអ្នកអាចនឹងស្ដាប់ទស្សនាហើយនឹងយកទៅសម្រាប់ជាគំនិតល្អនិងមេរៀនល្អសម្រាប់ជីវិតរបស់អស់លោកអ្នកប្រចាំថ្ងៃសូមស្ដាប់និងទស្សនាដូចតទៅមនុស្សដែលខ្លាំងបំផុតគឺមនុស្សដែលពូកែស្ដាប់ពូកែគិតនិងពូកែសង្កេតមើលមេរៀនដ៏ល្អបំផុតសម្រាប់ជីវិតគឺរៀនឲ្យចេះមានចិត្តត្រជាក់មនុស្សដែលមានប្រាជ្ញាគឺអាចរកឃើញនៅកន្លែងដែលគ្មានមនុស្សច្រើនប៉ុន្តែមនុស្សដែលគ្មានប្រាជ្ញាគឺអាចរកឃើញនៅទីប្រជុំជនវិញចូលព្យាយាមធ្វើឲ្យខ្លួនកាន់តែខ្លាំងជាជាងគិតថាខ្លួនខ្លាំងហើយចូលព្យាយាមគ្រប់គ្រងកំហឹងរបស់អ្នកជាជាងឲ្យកំហឹងរបស់អ្នកគ្រប់គ្រងអ្នកបើអ្នកចំណាយពេលច្រើនគិតទៅលើអ្វីមួយនោះអ្នកនឹងមិនធ្វើអ្វីមួយបានសម្រេចទេដើម្បីក្លាយជាមនុស្សល្អបំផុតអ្នកត្រូវចេះដោះស្រាយនៅអ្វីដែលអាក្រក់បំផុតបើអ្នកចង់ជោគជ័យគឺត្រូវគោរពគោលការណ៍មួយគឺមិនត្រូវកុហកខ្លួនឯងការអត់ធ្មត់គឺអាចទម្លុះថ្មបានទឹកដែលហូរគឺមិនដែលចាស់ទេដូច្នេះអ្នកត្រូវតែអណ្ដែតជានិច្ចអ្នកគិតយ៉ាងណានោះអ្នកនឹងខ្លាយជាយ៉ាងនោះអ្នកចម្បាំងដ៏ខ្លាំងគឺជាអ្នកដែលពូកែទប់កំហឹងភាពល្ងងខ្លៅគឺជាឫសគល់និងមែកនៃការអាក្រក់បើអ្នកគ្រាន់តែនិយាយពីទឹកវាមិនអាចឲ្យអ្នកបាត់ស្រេកបានទេបើអ្នកចង់ដឹងពីទឹកអ្នកត្រូវតែផឹកវានិងហែលវាគិតសិនមុននឹងទុកចិត្តលើនរណាម្នាក់ពីព្រោះមានមនុស្សច្រើនប្រភេទនៅផែនដីនេះមនុស្សដែលឆាប់ខឹងគឺជាមនុស្សធ្វើឲ្យខ្លួនឯងល្ងងខ្លៅបើអ្នកគិតពីអ្វីមួយដែលទៅមិនរួចនោះអ្នកនឹងមិនអាចទៅរួចជារៀងរហូតស្រឡាញ់និងគោរពដោយគ្មានការគោរពនោះការស្រឡាញ់គឺមិនអាចទៅរួចបានទេបើអ្នកមិនចង់រអិលដួលនៅថ្ងៃស្អែកចូលនិយាយសេចក្តីពិតនៅថ្ងៃនេះកុំឲ្យកែកំហុសមនុស្សល្ងងខ្លៅនោះគេនឹងស្អប់អ្នកចូលកែកំហុសមនុស្សដែលឆ្លាតវិញនោះគាត់នឹងអរគុណអ្នកកុំអនុញ្ញាតឲ្យគំនិតអវិជ្ជមានចូលក្នុងចិត្តរបស់អ្នកព្រោះវាជាស្មៅដែលច្របាច់ទំនុកចិត្តរបស់អ្នកចំណេះដឹងជួយឲ្យអ្នកមានអំណាចប៉ុន្តែការគោរពគឺវិសេសជាងទៅទៀតមនុស្សដែលឆ្លាតរៀនពីគ្រប់យ៉ាងនិងគ្រប់គ្នាមនុស្សមធ្យមរៀនតែពីបទពិសោធន៍ខ្លួនប៉ុន្តែមនុស្សល្ងងខ្លៅចេះគ្រប់យ៉ាង
អ្នកដែលមានគំនិតស្ងប់ស្ងាត់គឺមិនចេះរំខានខ្លួនឯងនិងអ្នកដទៃសេចក្តីពិតខ្លះគឺត្រូវចេះលាក់បាំងយើងមានត្រចៀកពីរនិងមាត់មួយដូច្នេះត្រូវរៀនចេះស្ដាប់ច្រើនជាងនិយាយរៀនគ្រប់គ្រងអារម្មណ៍កុំឲ្យអារម្មណ៍គ្រប់គ្រងអ្នកបទពិសោធន៍គឺជាគ្រូដ៏តឹងរ៉ឹងវាឲ្យអ្នកប្រឡងសិនទៅឲ្យមេរៀនជាក្រោយចូលឲ្យចេះអត់ធ្មត់គ្រប់យ៉ាងវានឹងពិបាកមុននឹងស្រួលនៅពេលដែលអ្នកនិយាយគឺអ្នកនិយាយនៅអ្វីដែលអ្នកបានដឹងហើយប៉ុណ្ណោះប៉ុន្តែនៅពេលដែលអ្នកស្ដាប់គឺអ្នកអាចនឹងចេះនៅអ្វីដែលថ្មីចូលចងចាំថាគ្មាននរណាដែលត្រូវបរាជ័យលើកលែងតែអ្នកដែលឆាប់បាក់ទឹកចិត្តគ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតគឺបណ្ដោះអាសន្នដូច្នេះនៅពេលដែលជីវិតល្អត្រូវប្រកាសថាអ្នករីករាយនឹងទទួលយកវាយ៉ាងពេញលេញប៉ុន្តែនៅពេលដែលជីវិតមិនសូវល្អសូមចងចាំថាវានឹងមិនយូរទេហើយការល្អកំពុងតែមកតាមផ្លូវកំហុសដ៏ធំបំផុតនៅក្នុងជីវិតគឺការភ័យខ្លាចធ្វើខុសការឈឺចាប់វានឹងចាក់ចេញទៅនៅពេលដែលវាបានបង្រៀនអ្នកចប់ពេលដែលខ្ញុំរៀនបានកាន់តែច្រើនខ្ញុំដឹងកាន់តែច្រើនថាមានការច្រើនទៀតដែលខ្ញុំត្រូវតែរៀនឲ្យបានដឹងច្រើនទៀតមនុស្សដែលមិនដឹងថាខ្លួនកំពុងតែដើរក្នុងទីងងឹតនោះនឹងមិនដែលរកឃើញពន្លឺឡើយជីវិតគឺជាគ្រូរបស់អ្នកហើយអ្នកត្រូវតែរៀនជាមួយជីវិតរបស់អ្នកជាប្រចាំនៅម្នាក់ឯងប្រសើរជាងនៅជាមួយក្រុមមនុស្សដែលមិនល្អបើអ្នកមិនអាចធ្វើការធំបានចូលព្យាយាមធ្វើការតូចតាមវិធីដែលធំចូលព្យាយាមធ្វើបើបរាជ័យអត់បញ្ហាព្យាយាមធ្វើទៀតបើបរាជ័យទៀតនឹងមានថ្ងៃមួយវាគង់តែជោគជ័យ